ពីពលករដែលគ្មានជំនាញសោះរហូតដល់គាត់ហ្នឹងខ្លាយទៅជាអ្នកជំនាញនៅក្នុងការងារអភិរក្សហើយឆ្នាំ94បានខ្ញុំទៅព្យាបាលថ្មដល់ពេលនេះជាង30ឆ្នាំហើយដល់ពេលមកដល់ថាមុនដំបូងមើលទៅវារឹងតែកលែងបែកបាក់ទៅមើលទៅអត់សមដល់ពេលយើងរៀបទៅមើលទៅស្អាតក៏សប្បាយចិត្តបាទជម្រាបសួរខ្ញុំបាទឈ្មោះវ៉ានវ៉ាជាបុគ្គលិករបស់ WMS ប្រចាំការដ្ឋានប្រាសាទភ្នំបាក់ខែងនៅទីនេះខ្ញុំអ្នកមើលការខុសត្រូវផ្នែកបុគ្គលិកផ្នែកកម្មករទាំងអស់នៅទីដំបូងខ្ញុំចូលធ្វើការ WMS នៅឆ្នាំ1992ដោយសារខ្ញុំឈប់រៀនទៅគេខាង WMS គេរើសកម្មករខ្ញុំក៏បានចូលដល់ពេលនេះជាង30ឆ្នាំហើយចូលមុនដំបូងខ្ញុំចូលមុនដំបូងគឺត្រួសត្រាយព្រៃនៅតាមជើងបទាយរបស់ប្រាសាទប្រខាន់នោះណាក្រោយមកឆ្នាំ94បានខ្ញុំទៅព្យាបាលថ្មទើបមកទៀតបានរៀបថ្មធម្មតាទៅចូលរៀបថ្មទើបមកដល់ឆ្នាំ2008គេឲ្យខ្ញុំទៅមើលការខុសត្រូវនៅអង្គរវត្តធ្វើរោងតូងគោសមុទ្រទឹកដោះហ្នឹងដល់ចប់រោងតូងគោសមុទ្រទឹកដោះគេឲ្យខ្ញុំទៅប្រខ័ណ្ឌវិញ2013បានគេឲ្យខ្ញុំមកភ្នំបាក់ខែងគឺដោយសារយើងធ្វើការជុំទៅគេមានអ្នកជំនាញមកណាអង្គការគេបានជួយអ្នកជំនាញមកជាមួយឲ្យធ្វើការជាមួយពួកអ្នកជំនាញទៅយើងចេះតែមានការយល់ប្រតិបត្តិបន្សំមកទៀតអ្នកជំនាញដែលបដោះបដាគឺជាជនជាតិខ្មែរឬក៏ជាជនជាតិបរទេសមានជនជាតិបរទេសទេដែលអង្គការគេជួលមកជួយបដោះបដាណាបដោះបដាហ្នឹងខាងអង្គការណាដែលជួយបដោះបដាគូWMS គេជួលអ្នកជំនាញមកមានអ្នកប្រើរៀបថ្មគឺមានអ្នកជំនាញរៀបថ្មមកពីអាមេរិកដែរបាទហើយនឹងខាងសរសៃសណអ្វីអីក៏គេជួលមកចុះពូបានទទួលវគ្គបណ្ដុះបណ្ដាលផ្នែកអីឲ្យយើងមានពូមិនមានថាមានយ៉ាងស្អីគេអ្នកអីជំនាញទៅកណោអីទៅពូខ្ញុំគ្រាន់តែធ្វើការជាមួយគេផ្ទាល់ដល់គេយកយើងទៅធ្វើការជាមួយគេរយៈពេលមួយសប្តាហ៍ចេះទៅគេប្រឡែងយើងចាញ់ទៅគេទៅវិញយើងធ្វើខ្លួនយើងទទួលបានអត្ថប្រយោជន៍បានច្រើនក្រិនដែរមានដូចរាល់ថ្ងៃគេមានបងបសសឲ្យយើងពីមុនមានអិនសរ៉ាន់ដល់ចាប់ដើមបសសចេញមកក៏គេលុបអិនសរ៉ាន់ចេញយើងនៅប្រើបសសអត់ទៅហើយមានដូចអតីតភាពការងារអីគេឲ្យដែរឃើញក្រោយមកឃើញអង្គការគេបានបណ្ដុះបណ្ដាលវគ្គមានអាជ្ញាធរជាតិអប្សរាផងគេបង្កើតសាលានៅលើភ្នំបាក់ខែងមួយដើម្បីបណ្ដុះបណ្ដាលជីវៈរបស់គាត់ឲ្យទទួលសញ្ញាបត្រណាដោយសារភូមិគាត់ធ្វើការយូរឆ្នាំហើយសារៈសំខាន់វាសម្រាប់ខ្ញុំវាអាចល្អអានោះមកថាយើងមានការទទួលស្គាល់មានសញ្ញាបត្រទៅហើយយើងចប់ពីការងារនេះយើងអាចយកសញ្ញាបត្រទៅរកការងារកន្លែងថ្មីទៀតបានពីមួយឆ្នាំទៅមួយឆ្នាំវាបានប្រសើរឡើងក្រាន់ហើយពីព្រោះយើងធ្វើវាកំណើនប្រាក់ខែរបស់យើងចេះតែកើនឡើងម្ដងតិចដែរក្នុងការគ្រប់បងក្រុមការងារដែលបានចូលរួមជួបជុលភាសានេះពួកគាត់យ៉ាងម៉េចដែរបងបានក្នុងនាមបងជាអ្នកគ្រប់គ្រងម្នាក់ឃើញថាការងាររីកចម្រើនទៅមុខហើយដូចការងារជួបជុលឬធ្វើដោយបេះដូងស្រឡាញ់បោះដូងតាបងមានមតិយោបល់អីយ៉ាងណាចំពោះក្រុមការងារយ៉ាងមានអារម្មណ៍ថាវាសប្បាយចិត្តដែរដោយសារឃើញភូមិគាត់ខំប្រឹងណាដោយសារនេះវាជាថែមរតកទៅយើងចេះតែធ្វើទៅព្រោះយើងចូលអាវិស័យនេះវាយូរពេកហើយក៏វាទៅណាកើតយើងធ្វើរហូតតែគេឈប់ប្រើយើងទៅបើគេនៅតែប្រើយើងបានយើងធ្វើបន្តទៅចូលនិវត្តន៍លុះត្រាតែអង្គការគេឲ្យយើងចូលទៅបើវាគ្មានបញ្ហារឿងសុខភាពទេក៏យើងអាចនៅបន្តទៀតបានក៏យើងនៅបើថាបញ្ហាសុខភាពយើងមិនអាចធ្វើបានក៏យើងអាចចូលនិវត្តន៍ទៅខ្ញុំឈ្មោះសូនៅភូមិស្រះស្រង់មកជាងមួយឆ្នាំហើយយ៉ាងមិនដែរការងារជួបជុំនៅក្នុងបាក់ខែងមានភាពងាយស្រួលឬក៏លំបាកអីយ៉ាងមិនដែរ
អត់សូវលំបាកទេមកvìយើងចេះជួយគ្នាទាំងអស់គ្នាទៅអត់លំបាកបើសម្រាប់ខ្ញុំមើលទៅមិនសូវខុសប្រហែលទេតែនៅនោះក៏រៀបមកនេះក៏រៀបថ្មផកផងថ្មបាច់ក្រៀមផងមកច្រើនដែរមកយកប្រហែលនេះចុះវាច្រើនកលែងដល់យកមកឲ្យខ្ញុំមើលនេះវាច្រើនកលែង បទពិសោធន៍ជួសជុលប្រាសាទតាំងពីពេលណាមកដល់ពេល ពី 2012 អានោះក៏ខ្ញុំរៀបដែរបាទអានោះចូលមកចាប់ដើមមកខ្ញុំរៀបដល់ណែបាទរៀបអាជើងពទាឲ្យយើងហ្នឹងទៅបែងកោធំ ពេលដែលយើងមកជួយជួសជុលប្រាសាទរបស់បងតាយើងអញ្ចឹងណាព្រោះសប្បាយចិត្តទេសប្បាយមែនទេសប្បាយបាទសប្បាយចិត្តនឹងការងារដែលយើងជួយធ្វើការងារគ្នាបានល្អបាទធ្លាប់កើតដល់ពេលមកដល់ថាមុនដំបូងមើលទៅវារឹងតាកលែងបែកបាក់ទៅមើលទៅអត់សមដល់ពេលយើងរៀបទៅមើលទៅស្អាតក៏សប្បាយចិត្ត បាទបើតាមជាក់ស្ដែងទៅតាមដែលខ្ញុំមើលការងារជាក់ស្ដែងបានន័យថាតាំងពីគាត់ចាប់តាំងពីឆ្នាំ 2009 រហូតដល់បច្ចុប្បន្ននេះចំពោះជីវភាពរបស់គាត់ក៏ទទួលបានការរស់នៅសមរម្យដែរបើយើងប្រៀបធៀបទៅនឹងឆ្នាំយើងចាប់ផ្ដើមដំបូងណាខ្ញុំឧទាហរណ៍ពួកគាត់ខ្លះដំបូងគាត់អត់ទាន់មានជំនាញហើយជីវភាពគាត់នៅមានការលំបាកប៉ុន្តែក្រោយពីការទទួលការងារនិងមានការងារនៅក្នុងប្រាសាទភ្នំបាខែងនេះទាំងជំនាញទាំងជីវភាពខ្ញុំគិតថាគាត់ទទួលបាននៅជីវភាពសមរម្យហើយនឹងមានបទពិសោធន៍សម្រាប់ការងារជួសជុលប្រាសាទនៅក្នុងភ្នំបាខែងហើយណាមួយទៀតនោះកាលក្នុងឆ្នាំមុនហ្នឹងក៏មានបង្កើតជាវគ្គបណ្ដុះបណ្ដាលមួយដែរគេហៅថាវគ្គបណ្ដុះបណ្ដាលផ្នែកជំនាញណារហូតយើងបានមានការធ្វើជាសិក្ខាសាលាយើងមានការបង្រៀននិងបង្រឹងដល់គ្រូបានន័យថាគ្រូដែលត្រូវបង្រៀននៅផ្នែកជំនាញនៃការងារអភិរក្សហ្នឹងណារហូតដល់គ្រូហ្នឹងក៏ទទួលបានជាវិញ្ញាបនបត្រពីលោកគ្រូមកពីភ្នំពេញដែលគាត់ជាគ្រូបង្រៀនហើយក៏គាត់មានបទពិសោធន៍នៅក្នុងការបង្រៀននៅផ្នែកគ្រូបង្គោលបន្ទាប់មកទៀតក្រោយពីយើងទទួលបានចំណេះដឹងនៃការងារហ្នឹងមកគ្រូទាំងអស់ហ្នឹងបានន័យថាគ្រូហ្នឹងគឺសិតថាជាអ្នកដែលមានចំណេះជំនាញនៅក្នុងការងារអភិរក្សទាំងប្រវត្តិសាស្ត្រទាំងបុរាណវិទ្យាទាំងផ្នែកស្ថាបត្យករទាំងផ្នែកវិស្វករហើយនឹងផ្នែកស្រាវជ្រាវផ្សេងរហូតដល់យើងមានការបង្រៀននៅភ្នំបាខែងហ្នឹងដែលមានសិស្សចំនួន20នាក់គឺមកពីខាងអាជ្ញាធរជាតិអប្សរាចំនួន10នាក់ហើយនឹងមានមកពីខាងអង្គការ World Movement Fund ហ្នឹងចំនួន10នាក់រហូតដល់យើងបង្រៀនហើយយើងបានដាក់សំណើទៅខាងក្រុម expert ហៅថា ICC អង្គរហ្នឹងគាត់បានមកទស្សនាផ្ទាល់នៅការបង្រៀននៅដូចជានៅដើមខែ12ណាមុន ICC អង្គរហើយកម្រងហ្នឹងយើងត្រូវបានបង្រៀនហើយយើងនឹងមានស្នើសុំនៃការចែកវិញ្ញាបនបត្រដល់គាត់គ្រប់គ្នាក្រោយពីគាត់បញ្ចប់វគ្គទាំងទ្រឹស្ដីទាំងការអនុវត្តផ្ទាល់អញ្ចឹងប្រហែលជាមានកម្រងថានឹងរៀបចំចែកវិញ្ញាបនបត្រចំនួនសិក្ខាកាម20នាក់ហ្នឹងនៅក្នុងអាចនៅក្នុងខែ6ហ្នឹងឯងដើម្បីយើងបញ្ជាក់ថាគាត់នឹងបានចូលរួមនៃការរៀនសូត្រហើយនឹងត្រូវមានសមត្ថភាពទាំងទ្រឹស្ដីទាំងការអនុវត្តហើយនឹងមានការចែកជូនជាវិញ្ញាបនបត្រដើម្បីឲ្យគាត់នឹងទទួលបាននៅជាប័ណ្ណបញ្ជាក់មួយពីខាងអង្គការហើយនឹងអាជ្ញាធរជាតិអប្សរាការបណ្ដុះបណ្ដាលហ្នឹងបានន័យថាធម្មតាគាត់នឹងមានជំនាញហើយប៉ុន្តែគាត់អត់មានបញ្ជាក់អ្វីដែលបញ្ជាក់គាត់ថាគាត់បានចេះដឹងមែន
ចឹងគាត់ត្រូវឆ្លងកាត់នៃការវឹកវើឬក៏បង្រៀនគាត់ផ្នែកទ្រឹស្ដីបន្ថែមហើយនឹងឲ្យគាត់នឹងអនុវត្តបន្ថែមហើយគាត់មានសមត្ថភាពពេញបានន័យថាគាត់ពិតជាចេះនៅការងារនឹងមែនដើម្បីលើកកម្ពស់ឲ្យគាត់នឹងពីបានន័យថាយើងពីពលករណាពីពលករធម្មតាឲ្យคล้ายទៅជាអ្នកជំនាញនៅផ្នែកនៃការងារអភិរក្សអញ្ចឹងអាចជួយលើកតម្កើងគាត់នៅផ្នែកជំនាញបានន័យថាពីពលករដែលគ្មានជំនាញសោះរហូតដល់គាត់នឹងคล้ายទៅជាអ្នកជំនាញនៅក្នុងការងារអភិរក្សបើតាមខ្ញុំចូលរួមបានន័យថាក្រោយពីយើងបញ្ចប់វគ្គនឹងហើយថ្ងៃក្រោយប្រហែលជាយើងនឹងមានវគ្គបន្តទៀតហើយវគ្គបន្តទៀតហ្នឹងប្រហែលជាអាចក្នុងឆ្នាំបន្ទាប់ប៉ុន្តែកាលដែលយើងវគ្គបន្តទៀតហ្នឹងយើងនឹងមានការជ្រើសរើសទូទៅហ្មងបានន័យថាជ្រើសរើសទូទៅមិនមែនយកតែពលកររបស់អាជ្ញាធរជាតិអប្សរាឬក៏ពលកររបស់អង្គការមូលនិធិពិភពលោកទេគឺយើងអាចជ្រើសរើសពលករគ្រប់ជំនាញដូចជានៅក្នុងតំបន់អង្គរបើតាមខ្ញុំទទួលបានព័ត៌មានបានន័យថាទោះបីតែផ្នែកខាងទេសចរផ្នែកសម្អាតផ្នែកបរិស្ថានឬក៏ផ្នែកធនធានទឹកផ្សេងក៏អាចចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនៃវគ្គនឹងដែរព្រោះដោយសារអីការវគ្គបណ្ដុះបណ្ដាលហ្នឹងយើងផ្ដោតទៅលើជំនាញជាច្រើនដែលមានការងារនៅក្នុងអង្គរវត្តនឹងឯងដូចជាមានខាងផ្នែកអភិរក្សផ្នែកបរិស្ថានផ្នែកប្រវត្តិសាស្ត្រផ្នែកសំណង់ក្នុងទឹកឬក៏ប្រព័ន្ធធារាសាស្ត្រផ្សេងដែលមានការអភិរក្សនៅក្នុងតំបន់អង្គរHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ